កញ្ញាឈិនរតនៈវះកាត់បដូរខ្ទង់ច្រមុះបន្ថែមសម្រស់លើករាសីគ្រាន់តែវះកាត់បដូរខ្ទង់ច្រមុះថ្មីភ្លាមកញ្ញាឈិនរតនៈហាក់ដូចជាមានរាសីល្អទទួលបានការងារជាច្រើនជាបន្តបន្ទាប់ក្រោយពីចប់ពិធីបុណ្យភ្ជុំបិណ្ឌតាមរយៈរូបភាពដែលទស្សនិកជនបានឃើញកញ្ញាឈិនរតនៈទើបតែបានវះកាត់បដូរខ្ទង់ច្រមុះថ្មីដើម្បីលើកសម្រស់និងលើករាសីកញ្ញាឈិនរតនៈបានទទួលស្គាល់ថានាងពិតជាពេញចិត្តខ្ទង់ច្រមុះថ្មីរបស់ខ្លួនណាស់ចាប់តាំងពីវះកាត់បដូរខ្ទង់ច្រមុះថ្មីមកបានផ្លាស់ប្ដូរវាសនារបស់នាងច្រើនមិនត្រឹមតែធ្វើឲ្យនាងស្រស់ស្អាតនិងមានមុខមាត់ថ្មីដែលគួរឲ្យស្រឡាញ់ប៉ុណ្ណោះទេថែមទាំងធ្វើឲ្យនាងទទួលបានការងារជាច្រើនផងដែរមុននឹងសម្រេចចិត្តវះកាត់បដូរខ្ទង់ច្រមុះថ្មីនេះកញ្ញាឈិនរតនៈគេងគិតរាប់ខែខ្លាចពេលវះកាត់ហើយមិនស្រស់ស្អាតដូចបំណងដែលធ្វើឲ្យមានការខាតបង់ការងារនិងរូបសម្រស់ពីព្រោះនាងមិនធ្លាប់បានឆ្លងកាត់មុខកំបិតមកពីមុនឡើយតែក្រោយពីទទួលបានការប្រឹក្សាពីគ្រូពេទ្យជំនាញនិងមានការលើកទឹកចិត្តពីមិត្តភ័ក្តិនាងក៏សម្រេចចិត្តវះកាត់តែម្ដងជាលទ្ធផលគឺជោគជ័យនិងស្រស់ស្អាតដូចអ្វីដែលខ្លួនចង់បានក្រោយពីវះកាត់បដូរខ្ទង់ច្រមុះថ្មីកញ្ញាឈិនរតនៈក៏បានផ្លាស់ប្ដូរម៉ូដសក់ថ្មីនិងស្ទាយនៃការតុបតែងខ្លួនថ្មីដើម្បីស្វាគមន៍ការងារថ្មីៗទាំងនៅខេត្តនិងនៅទីក្រុងកញ្ញាឈិនរតនៈជឿជាក់ថាការវះកាត់កែបខ្ទង់ច្រមុះថ្មីនេះពិតជាធ្វើឲ្យនាងមានរាសីនិងហុងស៊ុយល្អយ៉ាងពិតប្រាកដ